ងតាមានគេដេញតាមខ្ញុំភ័យណាអើចង្រៃឯរត់ទៅណាមិនរួចទេឯចាំមើលចុះយើងប្រកាសចេះចាប់ឯអត់ទៅបានចង្រៃឯចាំមើលទៅគេជិះណាចង្រៃហ្នឹងគេថាខ្ញុំជិះនៅនឹងទី9តើនៅនឹងទី9ណាខ្ញុំអរគុណដែលបានជួយខ្ញុំចុះនៅនឹងឈ្មោះអីដែរឈ្មោះហៃភីងអូចុះលោកកណែអូកងពិតជាអានកំបាំងមែនអូហៃភីងអូកងអានកំបាំងណាត្រូវហើយមិញនេះហេតុអីបានជាម្នាក់នោះចង់សម្លាប់មិននិយាយទេប្រកាសជាឃើញគាត់ស្អាតចង់រំលោភទើបបានជាអញ្ចឹងតាមមែនទេហេយ៉ាបងប្រាប់ឈួតមែនគាត់ជាមនុស្សប្រន់តែកុំខ្លាចអីខ្ញុំនាំលោកទៅញ៉ាំបាយចាណែហូបឲ្យច្រើនទៅមិនបាច់គួរសមទេណាបាទបងហៃភីងក្រុមប៉ាហីរបស់បងចង់ទៅលេងរាជធានីតាមមែនទេត្រូវហើយខ្ញុំចង់ទៅលេងរាជធានីដែរប៉ុន្តែមិនចូលទីក្រុងទេបើអញ្ចឹងទៅជាមួយគ្នាទៅយើងអាចជួយគ្នាទៅវិញទៅមកបានបងយល់យ៉ាងម៉េចដែរសួរបងប្រុសរបស់ខ្ញុំទៅប៉ុន្តែលោកត្រូវទៅជួយសម្ដែងឲ្យខ្ញុំផងតែខ្ញុំអត់ចេះទេមិនចេះត្រូវតែរៀនខ្ញុំហ្នឹងណែហូបទៅកុំនិយាយច្រើនពេកហូបទៅហូបឆ្អែតទៅណ៎ណែចាមែនណាសុំអាចារ្យទៅអរគុណអ្នកទាំងអស់គ្នាអរគុណហើយពិតជាគាត់អរចាមែននៅបៀងធ្វើស្អីទៀតនេះគឺអ៊ីមតាណែសៀថាយប់ហើយឯងគិតទៅណានឹងខ្ញុំមិនចង់រំខានពួកឯងទៀតទេដើម្បីកុំឲ្យពួកឯងពិបាកចិត្តខ្ញុំទៅតាមផ្លូវខ្ញុំហើយឯងគិតទៅដល់ណាដែរផែនដីធំធេងណាខ្ញុំទៅណាក៏បានដែរនៅខាងក្រៅភ្លៀងខ្យល់ខ្លាំងណាស់ឯងចេះរក្សាសុខភាពផងខ្ញុំអរគុណហើយកុំថាខ្ញុំមិនគួរសមនឹងឯងណាចាំណាខ្ញុំណាតែល្បិចតាមបាយស៊ីថែមទាំងមានផ្ទះនៅទៀតផងណែមិនក៏ឯងចូលមកបានខ្ញុំចូលមកតាមប្រហោងនោះឯងចែកពង្រួញខ្លួនណាត្រូវហើយតែខ្ញុំមិនជឿទេហើយកុំនិយាយច្រើនផ្ទះសំណាក់គេដេកលក់អត់ទៅហើយនៅសន្តិយើង2នាក់ក្រេ1 2នាក់តែម្ដងទៅធ្វើអញ្ចឹងមិនកើតមកយើងជាប្រុសដូចគ្នាតើឬមួយក៏ឯងជាមិនមែនទេបើអញ្ចឹងទៅលេខខ្ញុំទៅខ្ញុំទៅហើយមានកាយហ្នឹងមានបងប្អូនបរោឯងបងប្អូនណាអូលពូខ្ញុំលពូឃើញហើយបាត់មកភ្លាមទៅយើងមិនចង់ឃើញមុខឯងទៀតទេឯងនេះល្ងងណាឯងល្ងងមែនអើយបើខ្ញុំបកកាយបើល្ងងចឹងទេលពូទី13ហើយកុំហាញចឹងប្រកាសច្បាស់កាយបើជើងអោខ្ញុំហៅយកវិញឯងធ្វើជាពុកខ្ញុំហើយខ្ញុំថានៅនាងទី9ទៅអ្នកនាងទី9ស្អីបើក៏ឯងធ្វើអញ្ចឹងគេចិត្តល្អឲ្យឯងនៅស៊ីចុកជាមួយហើយឯងនៅតែកុហកគេទៀតសុំទោសអ្នកទាំងពីរគេជាស្រីទេពុកអើយបានហើយនៅនាងទី9ការប៉ាត់ឯងជាស្រីទេត្រូវហើយនាងក៏ដឹងស្រាប់ហើយវាជាស្រីដើរហើយឆ្ងាយអញ្ចឹងគ្រោះថ្នាក់ណាស់ទើបបានតបតែបែបនេះកូនស្រីឲ្យឆាប់សុំទោសគាត់ភ្លាមទៅមិនកុំសុំទោសគេទៅឆាប់ឡើង
ជាឆ្លាតមែនទេ កុំចំអកឲ្យខ្ញុំអីអូននាងទី9ដល់ខ្ញុំមានការចង់និយាយជាមួយនាងកុំរំខានខ្ញុំខ្ញុំមានការរឿងពូទី13ដល់ខ្ញុំមកវិញឡើយខ្ញុំបានតាមដានរួចហើយណាពូប៉ាហ៊ីគេលេងប៉ាហ៊ីតាមផ្លូវរហូតចំណែកយើងនៅសល់ឆាយថៅតិនតិចទេគូយល់ល្អយើងស៊ីបាយជាមួយគេតែម្ដងទៅខ្ញុំបាននិយាយរួចអស់ហើយ បងប្រុសមិនក៏បងធ្វើអញ្ចឹងគេជាមនុស្សស្រីតែ បងមិនដឹងទៅ ប៉ុន្តែឥឡូវនេះបងបានដឹងហើយតាមែនទេអេអ៊ីងថៃយប់នេះយើងនៅជាមួយគ្នាគេងក្រែជាមួយគ្នាផងបានជប់សិនខ្ញុំមិនហ៊ានដេកម្នាក់ឯងទេខ្ញុំខ្លាចខ្មោចអូអត់បញ្ហាខ្ញុំកុំដកបាទបាទប្រច័នយប់នេះស្អាតណាស់តែទៀតលែងស្អាតហើយមកដេកមកតែឯងមានធ្លាប់អង្គុយលើដំបូលផ្ទះមើលប្រច័នហើយជជែកគ្នាលេងទេអញ្ចឹងខ្ញុំស្អប់ណាខ្ញុំធ្លាប់លើគេនិយាយថាពេលដែលប្រច័នភ្លឺជាងគេមូលជាងគេឲ្យតែយើងនិយាយពីបំណងប្រាថ្នារបស់យើងប្រាប់គេបំណងនោះនឹងបានសម្រេចអញ្ចឹងមានមនុស្សបន់ស្រន់ទេចាមានចុះឯងកាលពីនៅតូចខ្ញុំចង់ធ្វើជាមន្ត្រីម្នាក់ដល់ពេលដែលខ្ញុំធំឡើងទើបខ្ញុំដឹងថាចង់ធ្វើជាមន្ត្រីល្អមិនមែនជាការងាយទេតែហើយកាលនៅកំពង់ផែខ្ញុំឃើញអាក្បាលធំហើយឯងជាមនុស្សចង្រៃកាលពិតឯងជានរណាឯងជានរណាដែរខ្ញុំតកូលប៉ាវឯងគឺប៉ាឡុងឈីងត្រូវហើយមកកនាងដឹងហើយអ្នកនៅម្ដុំនេះគេថាលោកព្រោះតែជួយស្រីអ្នកទោសម្នាក់ត្រូវបាត់បង់តំណែងពីខ្លួនលោកជាអ្នកក្លាហានណាស់ការពិតខ្ញុំអត់ហ៊ានឡើងលើហើយក៏អត់ហ៊ានចុះក្រោមផងតែក្នុងចិត្តរបស់ខ្ញុំលោកជាអ្នកក្លាហានជាងគេបើនាងមកខំខ្ញុំត្រូវសារភាពពីព្រោះថាខ្ញុំចិត្តទន់ណាស់ហើយម្យ៉ាងវិញទៀតណាបើសិនជាបងមិនដេកជាមួយខ្ញុំទេពិតជាមានគ្រោះថ្នាក់ណាស់ណាបងទៅរាជធានីត្រូវប្រយ័ត្នប្រយែងឲ្យមែនតែនត្រូវនឹកអូនគ្រប់ពេលវេលាណាអូនទៅលេងប៉ាហ៊ីគ្រប់កន្លែងត្រូវពាក់អាវឲ្យបានច្រើនត្រូវនឹកបងគ្រប់ពេលវេលាមិនត្រូវមានប្រុសផ្សេងទេកុំតាក់ទងប្រុសផ្សេងទៀតមិនអីទេបងគ្មានអ្នកផ្សេងទេតាំងកាលយើងជួបគ្នាទៀតតែរដូវផ្ការីកឆ្នាំក្រោយយើងជួបគ្នាទៀតលីហើយនៅក្មួយប្រុសនេះជានំរបស់ក្មួយមែនទេបាទត្រូវហើយចៅពុករបស់ក្មួយយ៉ាងម៉េចទៅហើយគាត់ស្លាប់បាត់ទៅហើយមិនក៏មនុស្សល្អបែរជាអាយុខ្លីទៅវិញខ្ញុំមិនលាក់បាំងនឹងលោកទេខ្ញុំខំធ្វើដំណើររាប់ម៉ឺនយោជគឺមានរឿងមួយចង់ឲ្យលោកជួយដល់ខ្ញុំក្មួយមានរឿងអីការពិតខ្ញុំជាមន្ត្រីម្នាក់តែត្រូវអ្នកមានម្នាក់ខົບខិតជាមួយមន្ត្រីពុករលួយដូច្នេះមិនបាននិយាយទេគ្រាន់តែលើពាក្យថាពុករលួយខ្ញុំស្អប់បំផុតហើយមួយជីវិតខ្ញុំស្អប់មនុស្សអាក្រក់ណាស់លពូពេលនេះពពករស័តបាត់ដួងចានអត់ទៅហើយប្រាប់ខ្ញុំមកតើម្នាក់នោះជាអ្នកណាត្រូវហើយឯងនិយាយទៅយើងនឹងចាប់វាយកមកកាត់ទោសតែម្ដងវានោះគឺឆាងអ៊ុយឪពុករបស់វាគឺអាចចង្រៃឆាងខុនដែលជាចៅហ្វាយក្រុងនោះណាលោកម្ចាស់លោកដឹងថាត្រូវធ្វើយ៉ាងម៉េចហើយពួកឯងចោលខ្ញុំធ្វើយ៉ាងម៉េចខ្ញុំចង់យកក្បាលឲ្យកូនវាទាំងពីរនាក់មកកាត់ផ្ដាច់តែម្ដងលពូបើកាត់ហើយទៅខ្ញុំកាត់ម្ដងហើយឯងកាត់ហើយត្រូវឲ្យមកខ្ញុំកាត់វិញលោកម្ចាស់ចង់កាត់ដែរទេខ្ញុំមានចំណែកដែរលោកម្ចាស់ឈ្មោះអីដែរខ្ញុំនឹងខ្ញុំគឺឆាងខុនដែលឯងនិយាយនោះហើយដល់លពូពេលនេះពពកបាំងប្រចានវិញហើយងាប់ក៏ងាប់ទៅលោកម្ចាស់សំណាងល្អហើយដែលមកដល់ទីនេះការពិតគឺវានោះហើយតបសិនយ៉ាងម៉េចមិនបាននិយាយទេទៅវិញកាន់ជើងគ្នាណាទោះជាយ៉ាងណាក៏ឪពុកខ្ញុំធ្លាប់ជួយលោកយ៉ាងហោចណាស់ក៏ត្រូវឲ្យពី300តម្លឹងត្រឡប់ទៅវិញដើម្បីទិញបបរត្រីស៊ីដែរមិនក៏អត់អញ្ចឹងឪពុកឯងឲ្យនំយើងតែមួយចំហៀងទេដើម្បីសងគុណឯងវិញនោះយើងឲ្យឯងដល់តែ100នំឯងស៊ីទៅលោកគ្រាន់បានណាជីគួយទៅវិញជប់សិនកុំអាលទៅអីយើងធ្លាប់រាប់អានគ្នាពួកឯងបញ្ចុកអ្នកប្រុសទាំងពីរទៅមិនមែនហើយឲ្យពួកវាសៀអស់ទៅចង់ប្តឹងពីយើងសូម្បីតែស្ដេចក៏មិនអាចធ្វើអីយើងបានផងយើងសម្លេងវាចោលទៅកុំអី
យើងចង់ឲ្យវាធ្វើជាអ្នកសុំទាននៅរាជធានីដើម្បីឲ្យប៉ៅអួយចង់ជាពុករបស់វានោះអាម៉ាស់មុខយីគួយអាយយកមិនથાયអាយយកមិនથાયមិនអីទេខ្ញុំក្លៀនខ្លោកពេកស៊ីអត់ទាន់ឆ្អើទេអាចចង្រៃអរគុណលោកម្ចាស់ដែលជួយខ្ញុំអូមបើគួរសមទេកូនប្រសាឆាំអរគុណលោកម្ចាស់ទៅអរគុណលោកម្ចាស់អូមបើទេពេលណាទៅបានចៅប្រៅទៅអស់ចិត្តបង្កចៅរបស់ខ្ញុំហើយដល់ពេលនោះកុំភ្លេចទៅអសោះណាអូមិនអីទេជាផ្លែថយចេញអូសុំជួយទិញទៀនយកទៅសែនដូនតាសុំជួយទិញសុំជួយទិញជួយសុំជួយណែឯងធ្វើស្អីហ្នឹងអូខ្ញុំលក់ទៀនទេចេះចាញ់សូមឲ្យបានសេចក្តីសុខអូលពួយមកទៅយើងគ្មានផ្លូវដើរទៀតទេតាមខ្ញុំមើលទេវតាមិនសម្រាប់មនុស្សល្អទេខ្ញុំដឹងឲ្យទៅអត់អីស៊ី10ហើយគាត់យ៉ាបាយទៅឲ្យគេដាក់ទៀនដល់ខ្ញុំមិនដាក់ទៀនទេខ្ញុំគឺជាមន្ត្រីអស់លោកដឹងទេអូដល់ខនោះគេចែកទៅមកខ្ញុំទៅរកដូចគេដែរយីគួយកុំទៅយីគួយអូខ្ញុំផងខ្ញុំអត់មកទេខ្ញុំអត់មកទេយីគួយបានហើយថាបានហើយនាំគ្នាមកយកទៀតទៅលឿនឡើងអូយអរគុណច្រើនអូយកទៀតទៅកដោយកទៀតដែរបានហើយអីគួយហេចង្រៃមែនអាចជុករុយអាយចង់ស៊ីម៉ែស៊ីឲ្យមិនឲ្យប្រែងាប់អាយអូយណែលបងស៊ីឲ្យប្រាគេមែនទេបើស៊ីតោះចានេះស៊ីដែរស៊ីទៅអូយចេញទៅក្នុងចាអរគុណដែរអាចចាស់ថែមទៀតចាចាំតែអូអ្នកប្រុសចាមើលទៅប្រហែលជាសប្បាយហើយមែនទេជួយទៅក្នុងដែរអាយយអ្នកប្រុសគ្រាន់តែមើលក៏ដឹងថាមកពីចម្ងាយដែរហើយគ្រាន់តែមើលក៏ដឹងថាអ្នកប្រុសជាអ្នកធំដែរអាចិនចាក់ទឹកតែជូនភ្ញៀវអ្នកប្រុសអញ្ជើញភាសាតែសិនទៅណាបើសិនជាអ្នកប្រុសមិនពេញចិត្តទេណាចាំខ្ញុំនន់ចូលទៅបន្ទប់បានហើយញ៉ាំទៅអ្នកប្រុសញ៉ាំទៅណែកុំអានប្រញាប់ពេកប្រញាប់គួលណាប្រញាប់ពេកកុំញ៉ាំច្រើនពេកញ៉ាំច្រើនពេកហើយណាផឹកតែសិនទៅខ្ញុំចង់ផឹកស្រាងាប់ណែផឹកតែទៅកុំឲ្យអួលផឹកទៅងាប់គ្មានអ្នកណាមកកន្លែងនេះគិតតែពីផឹកអញ្ចឹងទេស្លាប់មែនគេមិនមែនឡប់ទេខ្សែភ្នែករបស់គេខ្ពស់ណាស់គេមិនពេញចិត្តស្រីនៅទីនេះតាមមើលត្រូវតែយកស្រីស្អាតមកឲ្យទៅបានយោយៀនអ្នកប្រុសចេញទៅណែពួកនាងតក្រៅនាងកុំខ្វល់ថាខ្ញុំជានរណាអីយើងស្គាល់គ្នានៅទីនេះទុកជានិស្ស័យទៅហើយនាងគឺកុំនិយាយអីណាឥឡូវនេះសាកបិទភ្នែកទាញមើលចរិតគ្នាទៅវិញទៅមកតើអ្នកណាយ៉ាងម៉េចពួកយើងធ្វើអីមានចំណូលចិត្តអី1 2 3នាងជាស្រីថ្លៃថ្នូរហើយមិនមែនទុកលុយជាធំទេនៅមានទៀតនាងថាខ្ញុំជាមនុស្សប្រភេទយ៉ាងម៉េចកាលពីមុនឯងជាមនុស្សប្រភេទណាខ្ញុំមិនដឹងទេតែបន្តិចទៀតឯងនឹងក្លាយទៅជាមនុស្សពិការម្នាក់ហើយនៅក្នុងបង្វិចគ្មានលុយមកកាក់មួយសេនទេហ៊ានមកកន្លែងរបស់យើងផងបាយគ្រាន់បាយចូលមកយើងចាប់ភ្នែកនេះឲ្យខ្វល់ហើយហ្នឹងគេគ្មានប្រាក់ទេពួកឯងចេញមកគ្មានប្រាក់មកកាក់មួយសេនចង់មកលេងស្រីកន្លែងយើងផងឯងពួកយើងបាយវាទៅមានតែសភៅមួយក្បាលទេកុំដល់សភៅខ្ញុំកុំដល់សភៅខ្ញុំលួយសភៅខ្ញុំឆែអស់ហើយគ្មានសល់ទេសភៅខ្ញុំកុំដល់សភៅខ្ញុំអាលេលោដល់ហើយគ្មានសល់ទេការលេងកាតហើយនៅក្រំតាទៀតហ៎គ្មានដឹងខ្យល់អូយមកហើយអ្នកប្រុសអញ្ជើញពិសាទៅ
វីវឲ្យតាំងពីវាឡប់មករកហាមាត់មិនបានតើវាស៊ីបាយយ៉ាងមិនកើតទៅណោះឆាប់ហៅតកែរបស់ឯងចេញមកភ្លាមបើមិនចឹងទេយើងនឹងជេរជីតារបស់វា18ចំនួនអូយយាយប៉ែយាយកប៉ាល់ភ្លើងមានរឿងអីខាងខ្លាំងម្ល៉េះស្រីរបស់ឯងទៅដើមភ្ញៀវរបស់យើងឥឡូវគិតម៉េចភ្ញៀវគេទៅមកស្រេចចិត្តគេប្រុសចិត្តសាវ៉ាគ្មានអ្នកណាមួយទៅដើមអ្នកណាទេមិនបានលើកលែងតែឯងសងលុយឬមួយសំទោសយើងបើមិនចឹងទេយើងដុតសភៅឯងចោលយ៉ាងម៉េចចង់ឆ្លោះជាមួយយើងហ៎ឯងកាកូនអត់ភ្នែកឯងលុយគូតចូលចិត្តស៊ីគូត1គូតធំសរស៊ីមបានរឿងទេឯងជេរយើងមិនមែនជេរទេយើងថាឯងអាយុ3ឆ្នាំឪពុកឯងស្លាប់5 6ឆ្នាំម្ដាយឯងស្លាប់8ឆ្នាំតាក់ប្រុសហាអ្នកប្រុសឯងហ៊ាននាំប្រុសចេញមកយើងនឹងសម្រាប់វាយើងនឹងច្បាច់ឯងច្បាច់មកឯងជាមនុស្សអាក្រក់នេះជាអសរអីអូឯងស្វាងឲ្យមែនទេគឺអសរហ្វាងនេះជាអសរអាក្រក់សំបីតែអសរក៏ឯងមិនចេះដែរតាក់តងប្រុសតាំងពី7 8ឆ្នាំឥឡូវ90ឆ្នាំហើយតែបានប្រយោជន៍អីខ្លះទៅហ៎បោផា4តង់ដែលយើងបង្ហាត់នៅទីក្រុងល្បីឈ្មោះគឺស្ដេចមន់ត្រូវប៉ុន្តែពួកវាបានលោតចេញពីសមុទ្រដល់ខ្លួនឯងវាអត់ប្រាប់ឯងទេឯងនេះចាស់ឲ្យអត់លុយទៀតសំបីតែស្រីបេសយ៉ាក៏រត់ចោលឯងដែរឯងរស់នៅមានប្រយោជន៍អីទៀតបើជាមនុស្សពិការធ្វើខ្មៅបន្សាសិទ្ធជាតិក្រោយប្រកាសជាខ្លាយទៅជាគ្រាប់ខ្នល់ជាមិនខានទេទៅពូកែមែនខ្ញុំស្រឡាញ់ក្បាលឯងទៅដេកទៅធ្វើអីលោកសួរខ្ញុំហីលោកអត់មានចាប់អារម្មណ៍អីទេលោកបាត់ភ្នែកទៅល្បិចអីទៀតហើយចង់វាយខ្ញុំទៀតហ៎ខ្ញុំអត់វាយលោកទេខ្ញុំគ្រាន់តែចង់រកមនុស្សម្នាក់ជជែកលេងតែគ្មានអីនិយាយទេខ្ញុំអបសឹកណាស់ហើយរងាទៀតនាងខកខ្ញុំទេដឹងមួយថ្ងៃខ្ញុំចេះតែនៅជាមួយប្រុសគំរូអស់នោះគ្មានមនុស្សនិយាយគ្នាលេងទេខ្ញុំក៏ជាប្រុសគំរូដែរលោកមិនសូវទេពិតមែនណាអបខ្ញុំមកអោមែនណាខ្ញុំមិនកុហកលោកទេខ្ញុំគ្រាន់តែចង់ឲ្យប្រុសម្នាក់ដែលខ្ញុំមិនសូវស្អប់ផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំតែប៉ុណ្ណោះធ្វើអញ្ចឹងមិនបានទៅទុកដូចថាធ្វើបន្តិចចាអញ្ចឹងក៏បានតែនិយាយហើយកុំធ្វើបាបខ្ញុំអសោះណាអាចអំសៀតចុះតឹងជាមួយស្រីយើងផងហ៎ចង់ឆ្លោះជាមួយខ្ញុំហ៎មិនចង់ឆ្លោះទេតែឯងនៅផ្ទះយើងស៊ីបាយយើងតែតឹងជាមួយស្រីយើងទៀតនាងថាខ្ញុំទេណានាងថាខ្លួននាងជាមន់ហើយជាមន់មេថែមទៀតនាងត្រូវការសប្បាយចិត្តព្រោះថានាងអបសុកខ្លាំងណាស់ដឹងទេមន់ណែតែតឹងឲ្យជាមួយឯងទៅហ៎នាងតែតឹងជាមួយខ្ញុំទេតែខ្ញុំធ្វើការនៅបងស្រីហើយនាងជាមន់បើសិនជានាងមិនសប្បាយចិត្តមិនទទួលភ្ញៀវហាងនេះនឹងត្រូវបាត់ទ្វារហើយខ្ញុំនឹងនៅតាមចៅថ្នល់ជាមិនខានទេឯងហ៊ានតមកជាមួយយើងផងហ៎ឯងប្រយ័ត្នស្លាប់ណាមុនខ្ញុំស្លាប់ខ្ញុំត្រូវធ្វើបាបនាងប្រយ័ត្នការកូនអត់គូនាងទេដែលអត់គូនោះចាំមើលឯងសាហាវដល់ណាទេសាហាវលុះត្រាតែនាងដាច់ខ្យល់ស្លាប់នាងណាបើនាងមិនតបតែងខ្លួនស្អាតជាងតបតែងខ្លួនទៅទៀតបើធ្វើឲ្យនាងខឹងទៅបន្តិចប្រកាសជាលប់ស្ទះហើយអាល្អិតនេះពេលឆ្លោះគ្នាមិនក៏កម្លាំងវាខ្លាំងម្ល៉េះណោះខ្លាំងជាងរាប់ម៉ឺនដងទៅទៀតអ្នកស្រីថយចេញអាល្អិតបែងគ្រាន់បាកុំទៅណាយើងហើយគ្នាយើងមកឆ្លោះជាមួយឯងមានអីខ្ញុំចាំ
កាលពីយប់មិញលោកឆ្លោះគ្នាជាមួយមីងសាននៅទីនេះឆ្លោះគ្នារហូតតតែវិចមាត់មែនទេរឿងតែជួយទេប៉ុន្តែពេលនេះលោកជាអ្នកពូកែឆ្លោះជាងគេហាញ់តែអូលោកម្ចាស់លោកមកដល់ទៀតហើយមែនទេអ្នកណាមកទៀតតើខ្ញុំទៅមើលលោកម្ចាស់និយាយធ្វើការនៅទីនេះបើមិនឲ្យយូយៀនឲ្យចេញមកទេជើងនឹងគំតិចកន្លែងរបស់នាងឲ្យអត់តែម្ដងគ្មានសល់ទេកុំធ្វើអញ្ចឹងអីលោកម្ចាស់យូយៀនមិនលក់ខ្លួនទេកុំធ្វើអញ្ចឹងអីបើអញ្ចឹងយើងលេងនាងឲ្យមិនឲ្យលឺក៏ទុកថាមិនលក់ខ្លួនដែរមែនទេមានការអីរកកន្លែងពួនសិនទៅកុំអាននិយាយអីទៅខ្នេះចាប់សិនយ៉ាងម៉េចអាំងទឹកទេអញ្ចឹងលោកម្ចាស់លោកម្ចាស់កុំធ្វើអញ្ចឹងអីខ្ញុំស្រែកឥឡូវហើយលោកនាងស្រែកយ៉ាងណាក៏គ្មានអាណាគេមកជួយនាងបានដែរចង្រៃមែនលោកម្ចាស់ចាំតិចទៀតចាំរំលោភទៅបងប្អូនស្ដេចក៏មកដែរគេមករយូយៀនថាម៉េចបងប្អូនស្ដេចពិតមែនហើយគេថែមទាំងមាននាំក្មេងមកជាមួយថែមទាំងមានជំងឺទៀតអូយគឺអីទេអូព្រះអង្គម្ចាស់ធាននេះគឺនាងយូយៀនមិនយ៉ាងម៉េចប៉ុណ្្នឹងហើយនៅមិនស្អាតទៀតហ៎មិនឲ្យខាតពេលទេបើអញ្ចឹងម្ចាស់បងនៅទីនេះចុះខ្ញុំចេញទៅខាងក្រៅសិនហើយមិនកុំឆាប់ចេញទៅក្រៅទេអូមែនអ្នកទាំងពីរជជែកគ្នាចុះខ្ញុំទៅក្រៅហើយអ្នកប្រុសទៅចឹងអីប្រយ័ត្នខ្ញុំស្រែកទោះជានាងស្រែកក៏គ្មានអ្នកណាគេអាចជួយនាងបានដែរអាចង្រៃអូលោកម្ចាស់លោកចូលទៅមិនបានទេហាមយើងបានទេយើងជាមន្ត្រីយើងធ្វើអីក៏បានគ្មានអ្នកណាខាត់យើងជើមកហើយលោកមន្ត្រីហើយលោកមន្ត្រីចូលមកហើយលោកមន្ត្រីមកហើយខ្ញុំមិននៅទីនេះបានទេខ្ញុំទៅពួរកន្លែងណាទៅរកកន្លែងពួរកន្លែងណាគឺជាអាំងទឹកទេចេញទៅកន្លែងនេះចូលលោកម្ចាស់ចូលមិនខំជិះទេចង់ឲ្យយើងពិបាកក្នុងបន្ទប់គ្មានមនុស្សប្រុសផងនឹងគឺបើកវងបៀបានហើយឯងកូនស្រីឯងទប់ទល់ឈ្នះដែរអីគ្មានបញ្ហាសួស្ដីមកខ្ញុំតកូលអាយសិងជាឡលោកម្ចាស់លោកកុំធ្វើចឹងអីកុំធ្វើចឹងបានទេប្រយ័ត្នខ្ញុំស្រែកណាលោកម្ចាស់ទោះជាស្រែកអត់ដាច់ពងកក៏គ្មានអាណាគេមកជួយនាងដែរខ្ញុំណាក៏តែចឹងដែរលោកមិនធ្វើប៉ុន្តែខ្ញុំធ្វើណាកុំធ្វើចឹងអាចង្រៃខ្ញុំធ្លាប់លេងអុកខ្លាខំគ្នាដំរីស៊ីខ្លាស៊ីឆ្មាស៊ីកណ្ដុរស៊ីដំរីវិញហើយតើដឹងថាធ្វើយ៉ាងម៉េចទេអូនណាដឹងអូយស្អីគេវ៉ៃលោកម្ចាស់ស្នាដៃលើក្រែរបស់លោកម្ចាស់ពិតជាមិនធម្មតាមែនខ្ញុំដើរកាត់ទីនេះខ្ញុំក៏ចង់រៀនសូត្រតាមលោកម្ចាស់ក៏ចូលមកទៅណែកុំរំខានយើងចាប់ចេះឆ្ងាយភ្លាមទៅខ្ញុំគង់តែទៅទេតែខ្ញុំជាមនុស្សចូលចិត្តនិយាយច្រើនណាពេលដែលខ្ញុំចេញទៅខាងក្រៅខ្ញុំយករឿងរបស់លោកទៅនិយាយប្រាប់គេទៅហើយគេក៏និយាយតគ្នាទៀតណែអាចបិទមាត់ឯងចាប់ចេញទៅផុតទៅឥឡូវខ្ញុំសោកលោកវិញលោកធ្វើខ្ញុំមើលទៅបើលោកមិនធ្វើខ្ញុំធ្វើខ្លួនឯងស្អីចេញទៅអាកូនចៅទៅណាជួយផងលោកម្ចាស់មានអ្នកការពារដល់ទៅ2នាក់អញ្ចឹងល្អហើយខ្ញុំក៏មានកូនចៅ2នាក់ដែរហើយពួកគេជាអ្នកសរសេររឿងនិទានឥឡូវគេអាចយករឿងរបស់លោកសរសេរបានដល់9ភាគឯណោះដល់ពេលនោះគេយករឿងនិទានរបស់លោកប្រាប់គេរាល់ថ្ងៃតើលោកគិតយ៉ាងម៉េចទៅវាចប់រឿងតែម្ដងទៅគ្នាខ្ញុំមានដល់ទៅ4នាក់ប្រាប់ប៉ុណ្ណឹងតើខ្ញុំចែកគ្នាយ៉ាងម៉េចនឹងកើតទៅបើចែកមិនកើតយក3សន្លឹកថែមទៀតតើយើងទៅវិញហើយរំខានសយមែនអរគុណហើយលោកម្ចាស់បងស៊ីងបងពិតជាពូកែសម្លាប់គេមែនយកទៅចាអរគុណហើយណាចំណែកខ្ញុំសូមថ្វាយបង្គំព្រះអង្គម្ចាស់មិនក៏ឯងដឹងថាយើងជាស្ដេចទូបង្គំដឹងព្រោះទូបង្គំបានឃើញខោខ្លីរបស់ព្រះអង្គម្ចាស់ហើយមិនអញ្ចឹងបានន័យថាយើងភ័យរហូតដល់របូតខោខ្លីតាំងមែនទេសូមថ្វាយបង្គំព្រះអង្គម្ចាស់ឥឡូវយើងប្រាប់ពួកឯងដឹងណាកុំនិយាយរឿងនេះប្រាប់គេឲ្យសោះណាព្រោះវាជារឿងអាម៉ាស់របស់យើងបើសិនជាឯងហ៊ាននិយាយយើងប្រហារជីវិតទាំងពួយហើយក្រាបទូលព្រះអង្គទូលបង្គំមានរឿងមួយសូមឲ្យព្រះអង្គជួយបើសិនជាព្រះអង្គមិនជួយទេទោះបីប្រហារជីវិតទាំងពួយក៏ទូលបង្គំមិនខ្លាចដែរក្រាបទូលឯងចង់គំរាមយើងហើយបើតាមយើងសង្កេតមើលទៅថាខ្វាំងជើប៉ុន្មានថ្ងៃនេះវាចិត្តតែមានការធ្លាក់ព្រើប្រកាសជាប្រជារាស្ត្រមានរឿងអីអយុត្តិធម៌មិនខានទេយើងចង់សួរដល់អស់លោកមន្ត្រីចាស់ទាំងប៉ុន្មានអ្នកនេះតើគិតយ៉ាងម៉េចដែរមានដឹងពីរឿងនេះខ្លះទេដោយសារបារមីព្រះអង្គប្រជារាស្ត្របានសុខសាន្តហើយក្រាបទូលពិតមែនហើយតែយើងដឹងថាដូចជាមិនសូវសុខសាន្តប៉ុន្មានទេព្រះអង្គរឿងរបស់ប៉ាឡុងឈីងតើគិតយ៉ាងម៉េចក្រាបទូលបើដល់គួរដោះស្រាយយើងសួរអស់លោកមន្ត្រីចាស់តើមានគំនិតយ៉ាងម៉េចដែរប៉
ប៉ៅលងឈិងមិនអក្រក់ទេតែពុករបស់វាគឺពុករលួយណាអាមុនមិនល្អអាក្រោយក៏ពិបាកជឿដែរក្រាបទូលត្រូវហើយហេតុអីក៏ប៉ៅលងឈិងមកប្តឹងដល់ទីនេះអូទូបង្គំមិនដឹងទេបើអញ្ចឹងឲ្យប៉ៅលងឈិងគេចូលមកអូតែឲ្យប៉ៅលងឈិងចូលមកទូលបង្គំសូមថ្វាយបង្គំព្រះអង្គក្រោកឡើងអរព្រះគុណឥឡូវនេះប៉ៅលងឈិងគេមកដល់ហើយណែក្រាបទូលព្រះអង្គទូលបង្គំថ្លើមធំហ៊ានសួរព្រះអង្គសូមព្រះអង្គទ្រង់ព្រះតម្រេះទូលបង្គំទូលថាគេម្នាក់នេះធ្លាប់បានមករកទូលបង្គំជាមួយនឹងលោកមន្ត្រីខាងនេះដែរឬមួយក៏ព្រះអង្គស្គាល់គេក្រាបទូលក្រាបទូលព្រះអង្គគេម្នាក់នេះធ្លាប់ប្តឹងម្ដងហើយតែបរាជ័យក៏ត្រឡប់ទៅវិញធ្វើជាមេបននៅបនស្រីនៅក្រាបទូលបើសិនជាព្រះអង្គស្គាល់គេនោះឬមួយក៏ព្រះអង្គធ្លាប់ទៅកន្លែងចៅម៉ាស៊ីតព្រះអង្គមិននឹងអាចយាងទៅកន្លែងនោះកើតទៅបែនហើយក្រាបទូលព្រះអង្គទូលបង្គំដាច់ខាតមិនបានធ្វើមេបនទេទូលបង្គំគ្រាន់តែរកកន្លែងលាក់ខ្លួនដើម្បីសរសេរពាក្យបណ្ដឹងឲ្យមកប្តឹងតវ៉ាទៅប៉ុណ្ណោះក្រាបទូលឯងមិនធ្វើមេបនទេអីអញ្ចឹងបានហៅមីសានឲ្យចូលភ្លាមមកសំណងឲ្យដល់លោកស៊ើបក៏បានល្អក្រាបទូលព្រះអង្គស្រីម្នាក់នេះគឺជាតកែបនស្រីឥឡូវឲ្យនាងចំណាំប៉ៅលងឈីងសិនទៅក្រាបទូលចាលោកម្ចាស់វាជាមេបននៅក្នុងផ្ទះមែនទេមិនមែនទេខ្ញុំមិនដែលស្គាល់គេទេមើលស្អីមិនដែលស្គាល់ស្រីទេហើយបានហើយឈរទៅមកខាងទៅបើគេមិនមែនមេបនទេយើងអាចជឿបានហើយបានលងឈីងបើឯងមានរឿងអីឆាំនិយាយចេញឲ្យអស់ព្រាមមកក្រាបទូលព្រះអង្គដំបងទូលបង្គំជាចៅហ្វាយស្រុកថ្នាក់ទី9ឥឡូវចៅហ្វាយស្រុកថ្នាក់ទី7នោះឈ្មោះឈិនប៉ៃធាននោះគេកាត់ក្តីខុសឲ្យទៅជាត្រូវហើយថែមទាំងសម្លាប់មនុស្សទៀតសូម្បីតែអ្នកមានផ្ទៃពោះក៏សម្លាប់ដែរសូមព្រះអង្គជួយរកយុត្តិធម៌ផងក្រាបទូលសូមព្រះអង្គកុំស្ដាប់សម្ដីវាការពិតវាជាអ្នកទោសម្នាក់ក្រាបទូលតើគេមានទោសស្អីទៅគូវារុខខាតសាកសពក្រាបទូលការពិតទូលបង្គំទៅមើលសាកសពនោះព្រោះចង់ដឹងពីមូលហេតុតែប៉ុណ្ណោះក្រាបទូលទាំងអស់គ្នាសុទ្ធតែមានមូលហេតុទាំងសងខាងយើងពិបាកដោះស្រាយណាស់ប៉ុន្តែយើងមានបញ្ហាមួយឥឡូវនេះយើងបើកការផ្លន់គ្នាទៅបើសិនជាអ្នកណាយកកំបិតមកគប់ផ្លែប៉ោមនេះត្រូវយើងនឹងកាត់ក្តីសាយជាថ្មីអូព្រះអង្គព្រះតម្រូវបើតើក្រាបទូលហើយបើសិនជាគប់ខុសត្រូវប្រហារជីវិតចោលព្រះអង្គបើព្រះតម្រូវទីក្រាបទូលក៏ប៉ុន្តែបើសិនជាយើងដាក់លើតុមិនងាយគប់ត្រូវទេអញ្ចឹងយើងដាក់លើក្បាលរបស់យើងទៅព្រះអង្គគ្រូថ្នាក់ដល់ក្រាបទូលមើលទៅលោកស្មោះត្រង់ជាមួយខ្ញុំណាលោកជាសសរទ្រូងរបស់ប្រទេសជាតិបើអញ្ចឹងលោកដាក់ចំនួនខ្ញុំទៅខ្ញុំដាក់លើក្បាលលោកវិញម្ដងបានហើយចាប់ផ្ដើមខ្ញុំចាប់ផ្ដើមគប់ហើយណាល្អក្រាបទូលព្រះអង្គទូលបង្គំសុំបិទភ្នែកគប់តើបានទេក្រាបទូលហើយមិនក៏ចាំបិទភ្នែកពីព្រោះថានៅពេលដែលទូលបង្គំឃើញឈាមទូលបង្គំវិលមុខណាបានយើងអនុញ្ញាតទូលបង្គំគប់ហើយព្រះអង្គទូលបង្គំយល់ថារឿងក្តីនេះអាចយុត្តិធម៌ដល់ត្រូវកាត់ក្តីឡើងវិញក្រាបទូលកុំបង្ខំចិត្តណាទូលបង្គំអត់បង្ខំទេនិយាយដល់យុត្តិធម៌ក្រាបទូលបើឡើងឈិងមកទទួលព្រះរាជអង្គការបើឡើងឈិងចាំស្ដាប់យើងតែងតាំងឲ្យឯងគ្រប់គ្រងទាំង8ស្រុកគ្រប់គ្រងលើចៅហ្វាយក្រុងគ្រប់គ្រងលើតុលាការឯរឿងគ្រួសារតកូលឈីត្រូវសាររើឡើងវិញចំណែកឯខ្លារខិនឯងត្រូវទទួលបញ្ជាតាមការពារចៅហ្វាយក្រុងទាំង8នេះអស់មួយជីវិតស្ដាប់បានហើយឬនៅអរប្រគុណព្រះអង្គព្រះអង្គគ្រប់គ្រងចៅហ្វាយក្រុងទាំង8មានឋានៈអីដែរគឺឋានៈទី1អើយអស្ចារ្យព្រះអង្គអស្ចារ្យព្រះអង្គទូលបង្គំអរព្រះគុណហើយតែកុំភ្លេចរឿងសន្យាគ្នាណាទូលបង្គំមិននិយាយប្រាប់គេទេអស្ចារ្យដល់ពេលឲ្យប្រហារជីវិតឈប់សិនកុំរវល់សម្លាប់ចោលទេនេះជាព្រះរាជសាររបស់ព្រះអង្គត្រូវទុកជីវិតឲ្យគេត្រូវយកអ្នកទោសស្រីនេះទៅឃុំទុកបណ្ដោះអាសន្នសិនរងចាំលោកម្ចាស់ប៉ៅកាត់ក្តីសារជាថ្មីម្ដងទៀតចប់រាជសារលោកម្ចាស់ប៉ៅលោកម្ចាស់ប៉ៅ
ឈប់លួចទៀតទៅពួកយើងនៅតែមើលលោកម្ចាស់បើកាត់ក្តីរយយុទ្ធធរគ្រួសារឈីឆាប់ទៅអូបើដល់ជឹកខ្ញុំទៅដែរអើយលោកពុកថ្ងៃនេះយើងត្រូវស្ដារកិត្តិយសគ្រួសារប៉ៅឡើងវិញអេអូយយ៉ាងមិនដឹងអាមិនក៏មកឯឡើងខ្មៅអូគឺខ្ញុំលាបអស់ខ្មៅដើម្បីឲ្យដូចប៉ៅជីងធាននឹងណាអូដល់ពូទី13អ្មិនក៏ពូមិនលាបអស់ខ្មៅដូចខ្ញុំដែរចឹងអូខ្ញុំគ្រាន់តែពាក់នេះទៅហើយមានសញ្ញាបែបនេះទៅបានហើយរួចចុះមិនក៏មកឯងខ្មៅដូចជាអាហ្វ្រិកអញ្ចឹងខ្ញុំធ្វើតាមពូប្រាប់នឹងណាថ្ងៃនេះត្រូវកាត់ក្តីរឿងឃាតកម្មសម្លាប់មនុស្ស13នាក់របស់គ្រួសារឈីឡើងវិញរាជសារបញ្ជាឲ្យតុលាការទាំង3រូបកាត់ក្តីរួមគ្នាប្រធានតុលាការគឺជាលោកចវាយក្រុងទាំង8ស្រុកគឺលោកម្ចាស់ប៉ៅឡុងឈីងអមតុលាការគឺជាលោកម្ចាស់សាន់មូហួរឯខាងព្រហ្មទណ្ឌគឺមានលោកម្ចាស់ថាងខាងចវាយក្រុងគឺលោកម្ចាស់ឈិនពួកឯងទាំងអស់គ្នានៅក្នុងសាវនាការមិនត្រូវស្រីលូឡាខ្លាំងពេកទេពីនេះថ្ងៃនេះហាមិនអោយនិយាយពាក្យអាភិនឹងជិះមកគ្នាទៅវិញទៅមកទេណាចុះខ្ញុំជិះចវាយក្រុងអញនិយាយបានខ្លះទេអូយអនុញ្ញាតខ្លះទីចុះនិយាយត្រឹមតែម៉ែបាទអើយគឺម៉ែរបស់លោកហ្នឹងហើយដល់លពូកុំភ័យអីខ្ញុំជឿថាយើងប្រកាសជាឈ្នះជឹមខានទេឯលោកម្ចាស់មិនចាំបាច់ខ្លាចទេធ្វើទៅបដគេបនសាក់នៅធំជាងយើងតែចាំបាច់ខ្លាចធ្វើអីតើគេមានអីអស្ចារ្យទៅមែនទេមើលលពូយកមួយទៅហើយមានទឹកថ្មិញហានេះខ្ពុលមាត់ឲ្យបានជ្រះមាត់បន្តិចទៅដើម្បីនិយាយឲ្យក្បោះក្បាយបានឈ្នះគេបើដល់លោកហៅលោកស្អីខ្ញុំហៅលោកម្ចាស់តើលោកម្ចាស់ស្អីអញ្ចឹងហៅមិនបានទេហៅបានតែមិនអាចមើលបានទេមើលស្អីទៅមិនឲ្យមើលទេបើលោកមើលខ្ញុំមិនដឹងថាខ្ញុំមើលលោកអ្នកធំមើលអ្នកថោកទាបបានតែអ្នកថោកទាបមិនអាចមើលអ្នកធំបានទេលោកថាខ្ញុំថោកទាបខ្ញុំប្តឹងរាជការហើយថោកទាបអូដល់លោកម្ចាស់ធ្វើជើងខុសហើយគឺជាម៉ែរបស់លោកហ៎អូលោកសវនកម្មមិនអាចជាម៉ែលោកហ៎អូយលោកម្ចាស់ក្នុងសវនកម្មមិនអាចជាម៉ែគេបានទេហេតុអីក៏ជាមិនបានខ្ញុំជេឯងនៅនិយាយថាអត់បានធ្វើខុសទៀតខ្ញុំជិះចវាយស្រុកទាំង8មិនទាន់បានកាត់ក្តីផងហើយមិនបានហៅឯងមកដែរតែឯងដើរចេញមកដល់ខ្លួនឯងឲ្យខ្ញុំជេរឯងតើឯងជាមនុស្សថោកទាបមែនទេឯងថោកទាបឯងនិយាយខ្លួនឯងទេប៉ុណ្ណឹងនៅអួតអាងទៀតផងប៉ុណ្ណឹងហើយថាខ្លួនខ្លាំងទៀនភូបើឯងមិនបានធ្វើអីខុសមិនចាំបាច់ភ័យខ្លាចទេមានរឿងអីចាំនិយាយចេញមកឯងខ្ញុំចូលមើលបជារះកាត់ក្តីតើមានទិសតលអីជាមួយលោកទៅបើអញ្ចឹងឆាប់ថយចេះផុតពីខ្សែរបស់យើងព្រមទៅថយផុតឥឡូវផុតហើយឯងចង់យ៉ាងម៉េចទៀតចង់វាយគ្នាយ៉ាងម៉េចវាយទៅណែយើងឈរឲ្យវាយទៅបើគ្រាន់បើឯងវាយទៅអាល្ងងហើយវាយយើងព្រមមកវាយមកហើយយើងនឹងវាយអែងាប់អ្នកទាំងអស់គ្នាស្ដាប់ឮទេគឺវាឲ្យខ្ញុំវាយទេខ្ញុំដើរឃើញមនុស្សដើរចូលចិត្តឲ្យគេវាយចុងទេលោកម្ចាស់គួរតែហៅអ្នកទោសស្រីនោះមកកាត់ក្តីហើយអ្នកទោសស្រីម្នាក់នេះមានរឿងអីអយុត្តិធម៌ប្រាប់យើងមកចោះយើងប្រកាសជាជួយកាត់ក្តីជាមួយលោកម្ចាស់សានបានអូលោកម្ចាស់ខ្ញុំអាចជួយលោកបានមែនណាលោកម្ចាស់គ្រួសារខ្ញុំទាំងអស់ត្រូវឆាំងអ៊ុយសម្លាប់ទាំងអស់ខ្ញុំត្រូវវារំលោភទៀតសូមលោកម្ចាស់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងហើយឆាំងអ៊ុយចេញមកខ្ញុំបានសូមគោរពលោកម្ចាស់ទាំងអស់លោកឆាំងតើលោកដឹងថាគ្រួសារឈីទាំង13នាក់ស្លាប់ដោយរបៀបណាទេគឺនាងសម្លាប់បានហើយគ្រូពេទ្យពិនិត្យសោះចេញមកខ្ញុំបានសូមគោរពលោកម្ចាស់ជួយលើកមុនលោកនិយាយថាអ្នកស្រីឈឹងទៅហារបស់លោកទិញថ្នាំកណ្ដុរមួយនាងតើមែនទេបើដោយណែចំណែកលោកនិយាយថាបងឯងមួយឆ្នាំនេះនៅក្នុងគ្រួសារឈីគឺមានថ្នាំពុលតើមែនទេបាទត្រូវហើយអ្នកទាំងអស់គ្នានេះជាបបរស្ករមួយឆ្នាំហើយដាក់ថ្នាំកណ្ដុរចូលទៅក្នុងនឹងគ្រាន់តែដាក់កណ្ដុរចូលភ្លាមគឺស្លាប់ភ្លាមអ្នកទាំងអស់គ្នាឃើញទេនេះជាថ្នាំពុលហើយថាតែមើលតើអ្នកណាដែលហ៊ានស៊ីបបរនេះកើតទៅជួនកាលមនុស្សល្ងងក៏វាអាចស៊ីដែរបើអញ្ចឹងលោកសាកមើលទៅទេអត់ទេសាកមើលទៅមិនអីទេអត់ទេសាកមើលទៅអត់ទេលោកខ្លាយហើយលោកមិនហ៊ានស៊ីផងនៅថាបកាយជាងគ្រូសាឈីទៀតចូលនាងទិញថ្នាំកណ្ដុរមួយនីលមិនប្រកាសថាដាក់ទាំងអស់ឯណើចុះថ្នាំដែលប្រើមិនទាន់អស់នោះលាក់នៅកន្លែងណាទៅខ្ញុំបានឆៃរកគ្រូសាឈីអត់ហើយតែរកមិនឃើញទាល់តែសោះបើសិនតាំងខ្លួនជាឃាតករមិនចាំបាច់ប្រើថ្នាំច្រើនយ៉ាងនេះទេហេតុអីក៏ចាំបាច់ទិញថ្នាំច្រើនយ៉ាងនេះធ្វើឲ្យគេសង្ស័យការពិតគឺឯងមែនទេឯងនិយាយកុហកតាមមែនទេអត់ទេខ្ញុំអត់កុហកទេពិតជាអត់មែន
សិភើបញ្ជានេះយើងបានលួចពីហាងរបស់ឯងមកការពិតមនុស្សទិញថ្នាំកណ្ដុរតិចណាស់ហើយថ្នាំកណ្ដុររបស់ឯងមានតែកន្លះនាលទេតែឯងបានថ្នាំកណ្ដុរពីណាមកលួចច្រើនម្ល៉េះអូដល់ប្រហែលជាខ្ញុំច្រឡំឲ្យលោកម្ចាស់ច្រឡំហ៎មិនដែលមានអ្នកណាច្រឡំរាល់ថ្ងៃដូចជាឯងចឹងទេឯងនេះកលិចណាខ្លារខិនបើលោកម្ចាស់លោកទៅពិសោធន៍សារសពទាំង13នោះមើលតើមានលទ្ធផលយ៉ាងម៉េចលោកម្ចាស់ជឿខាងនោះលោកម្ចាស់មើលដែរសារសពមួយណាក៏ខ្មៅបំពង់កដែរក្រៅពីនេះគឺធម្មតាទាំងអស់តាមការពិសោធន៍របស់ខ្ញុំកាលពី30ឆ្នាំកន្លងមកអ្នកស្លាប់ទាំងអស់នេះមុនពេលស្លាប់ប្រកាសជាត្រូវគេច្រកថ្នាំបំពុលចូលទៅហើយត្រូវទៅក្នុងបំពង់កសារសពមួយណាក៏មានសភាពដូចនេះដែរហើយគេប្រើលូសស្ពនដោតតជាប់គ្នាទៀតផងនេះគឺបានសេចក្តីថាបំពង់កទាំងអស់ត្រូវកាត់ផ្ដាច់ទៅហើយដូច្នេះយល់ទៅតាមការពិសោធន៍របស់ខ្ញុំយល់ថាសារសពទាំងអស់នេះមិនមែនស្លាប់ដោយសារត្រូវថ្នាំបំពុលទេឆាអើយឯងស្ដាប់ឮហើយនៅលោកម្ចាស់រឿងនេះមានតេតងជាមួយខ្ញុំហើយគេថាសារសពទាំងអស់នេះស្លាប់ដោយសារបាតដៃកំពូលចុះនៅប្រុសឆាងអត់ចេះវិជាគុណផងធ្វើមិននឹងអាចសម្លាប់ពួកគេទាំងអស់នេះទៅកើតទៅវាមិនចេះវិជាគុណមិនក៏យប់នោះពិបាកចាំម្ល៉េះគឺកម្លាំងធម្មជាតិរបស់ខ្ញុំកម្លាំងធម្មជាតិឯងទីហ៊ានធ្វើទរណកម្មនេះភ្លាមបើសិនជាឯងប្រឆាំងបញ្ជាក់ថាឯងចេះវិជាគុណតែបើឯងមិនព្រមប្រឆាំងយើងនឹងគៀបឯងឲ្យទាល់តែស្លាប់លោកលីមកដល់ហើយពុកធរលោកម្ចាស់លីសូមគោរពលោកម្ចាស់លីអស់លោកទាំងអស់គ្នាប្រហែលជាហត់នឿយហើយខ្ញុំមកលើកនេះគឺចង់មកមើលការកាត់ក្តីហើយក៏ឆ្លៀតពេលយករបស់បន្តិចបន្តួចមកឲ្យកូនធររបស់ខ្ញុំដែរពុកធរហើយឯងត្រូវធ្វើជាមនុស្សល្អណាមិនត្រូវល្មើសនឹងច្បាប់ទេបើឯងធ្វើខុសពុកមិនអាចជួយឯងបានទេណាតែបើសិនជាមានអ្នកណាគេចង់ធ្វើបាបឬក៏មួលបង្កាច់ឯងនោះអ្នកនោះប្រកាសជាវាមិនងាយស្រួលទេប្រកាសហើយណែហើយអាយនេះណាគឺលោកអបរាជបានជូនដល់ឯងត្រូវតែពាក់លើខ្លួនឲ្យជាប់ទៅហើយក្រៅពីព្រះអង្គម្ចាស់គ្មានអ្នកណាអាចប៉ះពាល់ខ្លួនប្រាណឯងបានជាដាច់ខាតហើយកុំថាឡើយមន្ត្រីតូចតាចនោះអូយលោកពូយកមកទៅហើយនោះអូលោកនេះវាយទៅយើងក៏យកមកទៅលោកពូវាប្រាក្បាច់នេះពិតជាពិសេសពេកហើយលោកម្ចាស់អ្វីទៅបាត់តែគ្រួសារតកូលឈឺទាំង13នាក់មិនមែនស្លាប់ដោយសារថ្នាំពុលមែនតែខ្លាចក្រែងតែអ្នកស្រីឈិងជួលឃាតករឲ្យមកសម្លាប់គេទេដឹងអីម្យ៉ាងទៀតយប់នោះអ្នកយាមបានឃើញឆាងអុយត្រូវគេដេញវាយខ្ញុំយល់ថាគួរតែធ្វើទរណកម្មអ្នកស្រីប្រហែលជាដឹងការពិតហើយមួយរយដល់ទរណកម្មភ្លាមទៅលោកម្ចាស់ឆ្លៀសវៃមែនខ្យល់បក់ទៅខាងណាទេទៅខាងនោះពិតជាឆ្លៀសវៃមែនអូលោកម្ចាស់ប៉ៅមានន័យថាម៉េចនឹងបើមិនចង់ស្ដាប់ខ្ញុំនិយាយរឿងផ្សេងក៏បានដែរណែអូហាមជួយម៉ែមិញនេះតើលោកម្ចាស់ណាម្នាក់ដែលចង់ដាក់ទរណកម្មស្រីនោះត្រូវហើយលោកម្ចាស់ប៉ៅមិនចាំបាច់បង្វែងដានទេដាក់ទរណកម្មភ្លាមទៅទីហ៊ានប្រើទរណកម្មភ្លាមទៅឈប់សិនមិនអាចគៀបគេតាមអំពើចិត្តបានទេលោកឯងលោកម្ចាស់ប៉ៅលោកមានសិទ្ធិអំណាចធំណាស់បើសិនជាលោកម្ចាស់ប៉ៅបានធ្វើជាមន្ត្រីតែ2ឆ្នាំទៀតសូម្បីតែម្ចាស់ក្សត្រីក៏លោកហ៊ានមើលស្រាលដែរមើលទៅត្រូវហើយបើគោរពម្ចាស់ក្សត្រីត្រូវគោរពក្នុងចិត្តមិនដូចលោកមួយថ្ងៃនិយាយពីម្ចាស់ក្សត្រីតែគ្មានទុកក្នុងចិត្តបន្តិចនោះទេនឹងឯងដែលថាគោរពលោកម្ដាយរបស់លោកខំចិញ្ចឹមលោកធំប៉ុណ្ណឹងទៅហើយតែលោកបែរជាតែឲ្យគេគៀវអញ្ចឹងមិនហៅមនុស្សអកតញ្ញូទេឯងថែមទាំងមិនស្មោះត្រង់នឹងម្ចាស់ក្សត្រីទៀតអើយថ្លាមធំហ៊ានជេហ៊ានជេយើងផងអីខ្ញុំជាចៅហ្វាយស្រុកទាំង8ស្រុកក្នុងសវនាការខ្ញុំធំជាងគេលោកគ្រាន់តែជាមន្ត្រី5ថ្នាក់ខ្ញុំឈរអញ្ចឹងបើមិនឲ្យជេលោកតើជេអ្នកណាវិញទៅមានតែលោកហើយនឹងខ្ញុំនៅទល់មុខគ្នាហើយខ្ញុំប្តឹងម្ចាស់ក្សត្រីឲ្យយកឯងដាក់គុកឲ្យទាល់តែបានដាក់ឲ្យឯងទៅចាំដើរចេញពីទីនេះចាំគិតទៀតទីហ៊ានបាត់ទ្វារហើយឆ្កែចេញមកអូលោកមកចោះគិតយកមួយនឹងមិនបាច់ខ្វល់ទេទៅខ្ញុំជាអ្នកដោះស្រាយបានហើយខ្ញុំមិនចង់ប្រកែកជាមួយលោកទេចាប់ផ្ដើមកាត់ក្តីទៅបានតែអែបអមលោកថាអ្នកណាថាខ្ញុំគឺថាអ្នកនោះហើយលោកឯងនេះចង្រៃណាខ្ញុំមិនរវល់ទេអាមនុស្សខ្ទើយអាគូសាចង្រៃអាកូនចង្រៃអាមនុស្សខ្ទើយអាកូនចង្រៃអាកូនចង្រៃឯងនេះមាត់ឯងចង្រៃណាមាត់ចង្រៃមិនដូចឯងជាមនុស្សខ្ទើយទេអាមនុស្សខ្ទើយអាកូនចង្រៃលោកម្ចាស់ពួកឯងចាំស្ដាប់ណាត្រូវសម្ដែងឲ្យដូចមែនតែនបាទ嗰個命唔咗，係啊，做咩打成咁嘅？公堂講，ជួយផងម្នាក់នោះគឺប៉ែតពិនិត្យសារសពតើហេតុអីបានជាគេធ្វើបាបបែបនេះមែនហើយវានៅក្នុងសវនកម្មនិយាយកុហក
លោកម្ចាស់ប៉ៅស៊ើបដឹងរឿងនេះអត់ទៅហើយការពិតទៅវាទទួលសំណូកសោកប៉ាន់ហើយមួយបង្កាច់អ្នកស្រីនោះបានជាយើងធ្វើទរណកម្មវាដូចនេះហើយឥឡូវនេះអាលោកថ្នាំម្នាក់នោះក៏ត្រូវកាត់ជាពី3កំណាត់បាត់ទៅហើយកុំធ្វើចឹងឯងលោកអើយលោកជួយខ្ញុំផងជួយខ្ញុំផងហើយឯងជាណាទៅជួយខ្ញុំផងខ្ញុំដល់មិនរួចទេឯងក៏មកចិត្តខ្ញុំឯងថយចេញទៅខ្ញុំដល់មិនរួចទេខ្ញុំដល់ជើងហើយថយឆ្ងាយទៅថយឆ្ងាយទៅថយឆ្ងាយទៅជួយខ្ញុំផងជួយផងថយទៅកុំធ្វើចឹងហើយខ្ញុំអត់ចេះអសរទេកុំរវល់ខ្ញុំអីជួយខ្ញុំផងដល់មិនឯងដល់សម្រាប់កាហើយឯងដូចជាឆ្មាអញ្ចឹងភ្នែករបស់ឯងដូចកណ្ដុរច្រមុះឯងដូចជាខ្លែងចិញ្ចើមឯងដូចជាបបោមាត់ថ្មីរបស់ឯងដូចជាចំកាប់បំពង់កឯងវែងជាងស្មាតែទៀតដើមទ្រូងមាន់ពោះរបស់ឯងគឺជាពោះឆ្កែយ៉ាងម៉េចនិយាយមិនចាញ់ចង់ស្ទះខ្យល់ហើយឯងនេះសំតែដេសាទខោរហូតទេទៅវាសំមុខឯងហើយលោកម្ចាស់លោកអីទេលោកម្ចាស់លីមកយើងត្រូវសម្លាប់ឯងយើងត្រូវតែសម្លាប់ឯងលោកម្ចាស់ប៉ៅហើយមិនក៏មិនធ្វើទរណកម្មទៅលោកឆ្លោះគ្នាអស់35ម៉ោងហើយគឺខាតពេលវេលាអស់ច្រើនណាស់បើអញ្ចឹងចាត់ការទៅហើយឡើយពូហើយនឹងឈ្មោះនោះចេញមកអូយលោកម្ចាស់ខ្ញុំព្រមនិយាយការពិតហើយបានហើយម្ដងម្នាក់ត្រូវហៅអ្នកស្រីនោះមកកាត់ក្តីមុនគេពិតបើហើយមិនទាន់ដល់វេនឯងទេធ្វើទរណកម្មស្រីនោះមុនសិនទៅអត់ដែរមកអត់ដែរមកយ៉ាងមិនចឹងហ៊ានធ្វើពុតផងវាយទៅខ្ញុំចិត្តសម្រាលកូនហើយលោកម្ចាស់ហ៊ានធ្វើពុតចិត្តមុនផងវាយវាទៀតទៅឈប់សិនមានជាមកនៅកន្លែងនេះដែរបើសិនជាគេទងន់មែនឲ្យគាត់មើលទៅប្រកាសជាដឹងឈឺណាអូយឈឺណាតែឲ្យលោកម្ចាស់គឺចិត្តសម្រាលកូនមែនលោកម្ចាស់លីតើលោកគិតយ៉ាងម៉េចដែរយើងមិនជាអ្នកកាត់ក្តីទេស្រេចតែពួកឯងកាន់តែចោះបើអញ្ចឹងយើងសម្រេចចិត្តគឺ1ទល់នឹង3ចាប់ដើមមួយមិនអាចឈ្នះ3ធ្វើទរណកម្មឈប់សិនបើសម្រាប់ថាបោះឆ្នោតគួរតែសួរអ្នកទាំងអស់គ្នាសិនមើលតើព្រមឲ្យនាងឆ្លងទន្លេសិនទេអ្នកទាំងអស់គ្នាឲ្យគេឆ្លងទន្លេសិនទេមែនហើយឲ្យឆ្លងទន្លេសិនទៅមែនហើយឆ្លងទន្លេសិនទៅបើដល់កុំធ្វើបាបនាងឲ្យនាងឆ្លងទន្លេសិនទៅឲ្យចោលធ្វើអីចាប់ឆ្លងទន្លេហើយសិនទៅចាប់គាត់ទៀតអូយគួរឲ្យអតីតនាងដល់ឲ្យនាងឆ្លងទន្លេសិនទៅមើលហើយយ៉ាងមិនដែរលោកច្បាយក្រុងមិនអាចប៉ះពាល់មហាជនបានទេយើងអនុញ្ញាតឲ្យគេឆ្លងទន្លេសិនទៅអនុញ្ញាតឲ្យនាងឆ្លងទន្លេសិនចុះអត់តែជួយលើកគ្នាជួយលើកគ្នានេះយឹមចម្លើយរបស់ឯងមុនក្រោយខុសគ្នាទាំងអស់យើងផ្ដល់ឱកាសឯងជាលើកចុងក្រោយឯងត្រូវនិយាយបានត្រឹមត្រូវថ្ងៃនេះសភាពការក្នុងគ្រួសារឈីយ៉ាងម៉េចខ្ញុំអូដល់លោកម្ចាស់ពេលនោះខ្ញុំបានឃើញឆាកអូយកំពុងទៅវាយឡាយហ្វួរក្រោយមកឆ្កែរបស់គេក៏ទៅខំឲ្យបន្ទាប់មកទៀតឆាកអូយក៏ទាត់ខ្ញុំស្លាប់តែម្ដងទៅដល់ពេលខ្ញុំស្លាប់ខ្ញុំក៏លែងដឹងអ្វីទាំងអស់លោកម្ចាស់ពីមុនមិនក៏អញមិននិយាយអញ្ចឹងមកពីហ្វាថងជឿដល់ខ្ញុំ500តម្លៃក៏ហត់លោកម្ចាស់និយាយផ្ដាស្អីអត់ផ្ដោះទេឈប់សិននិយាយស្ដីគ្មានដឹងខ្យល់អីទេឡាយហ្វូអញនិយាយតទៀតទៅហើយអើយខ្ញុំភ្លេចអត់ទៅហើយតែលើកមុនឯងនិយាយជាមួយស្រីនោះថាស្រីនោះឲ្យឯងសម្រាប់គ្រួសារឈីទាំង13នាក់អើយមិនមែនទេខ្ញុំមិនបានសម្រាប់មនុស្សទេឯងថាអ្នកស្រីឈឹងស្រឡាញ់ឯងណាស់ថែមទាំងប្រកល់កំណាំឲ្យឯងមួយឃ្លាទៀតតើមែនទេត្រូវហើយទេហ៊ានឲ្យកំណាំទៅគេឯងអានឲ្យគេស្ដាប់ទៅអើយទេសភាពប្រំប្រៃរកអ្វីព្រៀបប្របានគូសង្សារជួបគ្នាទាំងថ្ងៃទាំងយប់ដូចជាមិនត្រូវទេឯងកំណាំនេះគេនិយាយថាព្រះច័ន្ទនៅចំពោះមុខព្រិលធ្លាក់ដល់ដីតែនេះជាអសរស្អីទៅឯងមើលអសរឆ្លាតក៏មិនចេះផងថាឯងមានកម្រិតវប្បធម៌ខ្ពស់ហើយថាអ្នកស្រីស្រឡាញ់ឯងទៀតទៅហ៊ានកាត់ក្បាលវាចោលទៅលោកម្ចាស់គឺហ្វាថងចិត្តឲ្យខ្ញុំ5000តម្លឹងឲ្យខ្ញុំនិយាយអញ្ចឹងឥឡូវដល់សល់3000តម្លឹងទៀតលាក់នៅក្រោមក្រែខ្ញុំឯនោះឯងនិយាយផ្ដេសផ្ដាស្អីទៀតហើយឯងសហយជាមួយគេហើយសម្រាប់គេចោលអត់ទេលោកម្ចាស់ខ្ញុំអត់បានសហយជាមួយអ្នកស្រីទេខ្ញុំមានផតាគ្រប់គ្រាន់បើលោកម្ចាស់មិនជឿខ្ញុំយកផតាមកឲ្យលោកម្ចាស់មើលយកចេញអស់មកបាទម្ដងនេះកាត់ក្បាលហើយអត់មានទេត្រូវឲ្យកាលពីខ្ញុំនៅតូចក្រពេកខ្ញុំក៏កាត់ចោលទៅខ្ញុំគិតថាចង់ធ្វើជាអាបានតែគ្មានប្រាក់សងគេធ្វើអីក៏បានដែរម្ល៉េះហើយខ្ញុំទៅធ្វើការនៅក្រុមគ្រួសារជារឿងអីដែលខ្ញុំទៅសហយជាមួយនឹងស្រីឈីកើតទៅអាម៉ាចង្រៃក៏មើលមកខ្ញុំអត់បានថាឲ្យលោកទេឥឡូវនេះបានហើយត្រូវយកឈ្មោះហ្វាងថាងជីងចេញមកមានរឿងពាក់ព័ន្ធពីរឿងការសោកប៉ាន់ត្រូវសួរចម្លើយគេតើមែនទេលោកម្ចាស់លោកនិយាយក៏ត្រូវដែរហ្វាងថាងជីងយកល្អឯងឆាំនិយាយការពិតចេញមកក្រែងលុយយើងអាចសម្រាប់ទោសឲ្យឯងខ្លះឆាំនិយាយមកណែហ្វាងថាងជីងនឹងឡាយហ្វូស៊ីសំណោកសោកប៉ាន់ត្រូវតែយកទៅប្រហារជីវិតចោលតែម្ដងទៅមិនបាច់កាត់ក្តីវែងឆ្ងាយទេ
ai làm thom te mọt hay tây ôi đây là bùa mấy cái vậy đó thế nào đây mà bắt sao xảy ra con giờ mày tự dương á អាទី13ម៉ែបានយកដៃទឹកសានហ្វុងមកឲ្យកូនហើយណា លោកយាយខ្ញុំគ្មានពេលទេត្រឡប់ទៅវិញទៅមិនហើយម៉ែឆាប់ត្រឡប់ទៅវិញទៅខ្ញុំមិនទំនេរទេទៅវិញទៅគឺដើរទឹកមែនតើណាដើរទឹកសានហ្វាងហេដល់ពូមើលមើលតែប្រយ័ត្នពវៀនទាណាមើលច្បាស់តិចការពិតគឺដើរទឹកសានហ្វាងមែនហើយឆាងអើយថ្ងៃនេះកុំអាងថាពាក់អាមកចាក់សត្រីយើងមិនអាចធ្វើអីឯកើតនោះនៅចំពោះមុខប៉ាឈិងធានអមែននៅចំពោះមុខយើងឯងហ៊ានធ្វើអីប្រដេបដាស់យើងនឹងប្រើដៃនេះចាក់ឯងឲ្យធ្លាយពោះវៀនម្ដងហើយជួយផងយើងនឹងប្រើដៃនេះចាក់មន្ត្រីពុករលួយដូចជាឯងនេះឲ្យទាល់តែងាប់ឯងចាំមើលទៅមហាឆេងពីដើមមកមិនដែលមានដៃទឹកសានហ្វាងអីទេសួរគេច្បាស់សិនទៅហើយមិនក៏ដឹងថាដៃទឹកបើអញ្ចឹងចាំខ្ញុំសួរគាត់ឲ្យច្បាស់សិនចាំមើលណាមិនអីទេដល់លោកយាយដៃនេះតើស្ដេចណាប្រទានដល់លោកយាយគឺស្ដេចសុងចឹងរាជការម៉េងអូយថាបើលោកចង់យកដៃរាជការម៉េងមកសម្រាប់មន្ត្រីឆេងផងហ៎ឯងចង់ក្បត់អីណែការពិតគឺអញ្ចឹងទេខ្ញុំឃើញស្ថានភាពវាតឹងតែងពេកខ្ញុំក៏លេងសើចជាមួយម៉ែខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្តតែប៉ុណ្្នឹងឯតាបើសិនជាឯងចង់លេងសើចឯងលេបដៃនោះចូលក្នុងពោះអស់ទៅគ្រាន់តែលេបដៃមានអីបញ្ហាទៅមានបញ្ហាអរគុណអ្នកទាំងអស់គ្នាអរគុណខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាឥឡូវគ្មានស្អីទៀតទេយើងចាប់ផ្ដើមកាត់ក្តីតទៅទៀតពូដូចផ្លៃណែរឿងមិញនេះយើងមិនដេញដោលទេឲ្យវាចំទៅចោះប៉ុន្តែបើសិនជាគ្មានផតាំងគ្រប់គ្រាន់ទេឲ្យឆាងអុយវាត្រឡប់ទៅផ្ទះវិញទៅទុកវានៅធ្វើស្អីឲ្យវាទៅវិញទៅក៏ដល់តល្អហើយមើលដល់យើងចាំសម្រេចទៅតែសម្រាប់យ៉ាងម៉េចទៅខ្ញុំមានមធ្យោបាយក្នុងការសម្រេចយើងត្រូវតែធ្វើការពិសោធន៍ឈាមទើបដឹងពិសោធន៍ឈាមពិសោធន៍ឈាមព្រោះសម្រាប់វាមួយចោលទៅឆាងអុយឯងអត់បាននិយាយថាឯងរំលោភអ្នកស្រីហើយកូនដែលទើបនឹងកើតនេះក៏គ្មានអ្វីតាក់ទងជាមួយនឹងឯងដែរហើយឈាមរបស់ឯងនឹងឈាមកូនម្នាក់នេះក៏គ្មានអ្វីតាក់ទងនឹងគ្នាដែរតើមែនទេបើឯងបង្ហូរឈាមឯងមិនកុហកទេតែបើមិនហ៊ានទេបាននេះថាឯងរំលោភគេតែយើងមិនខ្លាចទេអូឈាមដូចគ្នាណាឯងប្រកាសជាឃាតកររំលោភគេហើយសម្រាប់មនុស្សមិនអាចប្រកែកបានទេទោះរបស់ឯងត្រូវប្រហារជីវិតចោលភ្លាមមិនអាចទុកបានទេអ្នកទាំងអស់គ្នាទុកគេធ្វើអីទៀតប្រហារជីវិតមិនអាចទៅជាចឹងទេពុកធរជួយខ្ញុំផងមិនមែនជាកូនរបស់ខ្ញុំទេជួយខ្ញុំផងទៅយើងនៅនេះហើយចាំអាចទៅរវល់ធ្វើស្អីទៀតតែស្ងៀមទៅបើឯងមិនរំលោភនាងទេហេតុអីក៏ឈាមនោះដូចគ្នាម្ល៉េះកូននោះប្រកាសជាកូនរបស់ឯងហើយមិនមែនទេខ្ញុំរំលោភនាងភ្លាមមិនក៏ស្អីឡើងមានកូនភ្លាមអីក៏ឆាប់ម្ល៉េះមិនអាចទេអូការពិតគឺឯងជាអ្នករំលោភនាងមែនអាចោលចង្រៃឯងមិនគួរកុហកយើងអញ្ចឹងទេឯងអ្នកអាក្រក់ជួយជាតិណាឥឡូវយើងដឹងការពិតហើយអ្នកទាំងអស់គ្នាសប្បាយចិត្តចុះឯងមិនគួរកុហកអញអញ្ចឹងទេចេះផ្លែលោកប្តីបងយ៉ាងមិនទៅហើយប្រពន្ធសម្លាញ់អូនមកទីនេះធ្វើអីខ្ញុំមកយកកូនយើងនៅទីនេះណាថាម៉េចនោះជាកូនរបស់យើងហ៎ចាអាចង្រៃឯងមិនគួរបោកប្រាស់យើងបែបនេះទេអូប្រោះតើវាយ៉ាងម៉េចមិនបាច់ប្រកែកទៀតទេលែងឆ្កែចាញ់មកលឿនឡើងយើងលេងរវល់នឹងឯងហើយចង់ធ្វើអីក៏ធ្វើទៅពុកធေါ်កុំចូលមកសោះឯងចង់ក្បត់យ៉ាងម៉េចនឹងលោកថាវាមិនចេះវិជាគុណឥឡូវឃើញច្បាស់នៅភ្នែកហើយមែនទេអ្នកណាហ៊ានជួយមកយើងសម្រាប់វាចោលលោកម្ចាស់លីពីបានដល់លោកបន្តិចហើយតែដល់ពេលលោកស្លាប់ចាំខ្ញុំទទួលព្រះអង្គឲ្យធ្វើបន់ឲ្យលោកទៅចោលមិនអីទេខ្លារខិនបោះក្បាលវាមកកន្លែងមកខ្ញុំមិនតើលោកម្ចាស់ខ្ញុំដឹងហើយតែទៅអូសក្បាលវាភ្លាមមក
កូវីតើមន្ត្រីពុករលួយកូវីតើអូយកុំយកខ្លាំងពេកយើងនឹងសម្លាប់អីចោលជូនកោទេកុំយកខ្លាំងពេកកុំយើង លោកម្ចាស់ប៉ាវសុំជូនពរឲ្យលោករកស៊ីមានបាន អរគុណខ្ញុំឈប់ធ្វើជាមន្ត្រីយូរហើយតាណែប្អូនថ្លៃមិនក៏ឈប់ធ្វើមន្ត្រីបាយជាមលក់ឆ្នាំវិញអញ្ចឹងបងថ្លៃជាមនុស្សឆ្លាតខ្ញុំពិបាកនិយាយប្រាប់ណា មើលខាងក្រៅយូរយានរបស់លោកទៅ ហើយយ៉ាប្រពន្ធសម្លាញ់ប្រយ័ត្នតិចណាអី ចាខ្ញុំបានប្រកល់ឆ្នាំកើតកូនរបស់ប្តីខ្ញុំទៅឲ្យលោកម្ចាស់ប៉ាវនៅពេលដែលគាត់ផឹកហើយប្រពន្ធរបស់គាត់សិតតែមានកូនទាំងពីរនាក់ម្យ៉ាងទៀតពេលនេះថែមទាំងបានយកឆ្នាំហ្នឹងមករកស៊ីថែមទៀតផង ខ្ញុំមានលទ្ធផលដូចថ្ងៃនេះដោយសារតែព្រះអង្គម្ចាស់ប្រទានឲ្យខ្ញុំនឹកត្រង់ណាស់សំណាងហើយដែលខ្ញុំចេះថែរក្សាខោខ្លីរបស់ព្រះអង្គម្ចាស់ទុកពេលដែលហាត់បន្តិចទៅគឺមានកម្លាំងព្រឹសតែម្ដងហើយបើរលាស់តែបន្តិចគឺស្រួលសរសៃភ្លាមអ្នកទាំងអស់គ្នាហាត់បន្តិចទៅឲ្យមានកម្លាំងហាត់ទៅហាត់ទៅព្រះអង្គម្ចាស់យាងមកដល់ហើយអូព្រះអង្គម្ចាស់យាងមកដល់ខ្ញុំមិនបានទទួលពីចម្ងាយសូមអភ័យទោសផងចុះលោកម្ចាស់ប៉ាវលោកបើកហាងអញ្ចឹងតែខ្ញុំមិនបានចូលរួមតែស្ដាប់ដំណឹងអាក្រក់មួយសិនចុះពេលនេះព្រះអង្គសោយទីបង្គត់ហើយព្រះអង្គហេតុអីបានជាព្រះអង្គសោយទីបង្គត់តាហេតុអីទៅហេតុអីបានជាព្រះអង្គសោយទីបង្គត់ទៅកើតហេតុអីព្រះអង្គប្រឈួនកើតស្អីគឺកើតស្វាយ